អ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដល់ខេត្តយុវជនចំនួនថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper គៀកដល់ការប្រកួតវគ្គដឹកប្រត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចឮព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយនឹងផលិតកម្ម Galaxy ដែលជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសជាស្ដេចនៅក្នុងសប្តាហ៍ទី2ក្នុងកម្មវិធី Unity នេះមានបេក្ខជនឆ្នាំជាច្រើនដែលបានចាប់ដៃគូគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នើមបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយនឹង Galaxy ដើម្បីរៀបចំឲ្យកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូនតាមប្រភពមួយបង្ហាញឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverage បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ជាលិភី100លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នើមដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀងរ៉េបប៉ុន្តែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀង Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Club Yahen និង CG Movement ជាដើមដើម្បីរកខណ្ឌយុវជនចំនួនថ្មីឲ្យក្លាយជាអ្នកចម្រៀងរ៉េបដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រីរ៉េបនៅប្រទេសកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ Unity បេក្ខជនឆ្នើមជាច្រើនពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជាលីភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់